តើហើយកូស៊ីឬក៏ការថតបំពង់ដៃស្បូននិងស្បូនដោយប្រើប្រាស់អេកូគឺជាទម្រង់ការបែបណាចា៎ជំរាបសួរនាងខ្ញុំវិជ្ជបណ្ឌិតសិនរចនាឯកទេសសម្ភពនិងរកស្ត្រីហើយកូស៊ីឬការថតបំពង់ដៃស្បូននិងស្បូនដោយប្រើប្រាស់អេកូគឺជាទម្រង់ការនៃការថតបំពង់ដៃស្បូននិងស្បូនដោយប្រើប្រាស់សារធាតុរាវក្រោមការតាមដានដោយអេកូសាសតាមទ្វារមាសហើយកូស៊ីឬក៏ការថតបំពង់ដៃស្បូននិងស្បូនដោយប្រើប្រាស់អេកូត្រូវធ្វើនៅក្នុងលក្ខខណ្ឌទី1នៅក្នុងលក្ខខណ្ឌដែលស្ត្រីមានធ្លាក់ឈាមប្រក្រតីដើម្បីវិតម្លៃតើគាត់មានដុំសាច់នៅក្នុងស្រទាប់ស្បូនឬអត់ទី2សម្រាប់ស្ត្រីដែលមានប្រវត្តិនៃការរលូតកូនច្រើនសារដើម្បីវិតម្លៃពីទម្រង់រូបរាងស្បូនរបស់គាត់ទី3សម្រាប់ស្ត្រីដែលមានបញ្ហាលំបាកមានកូនដែលត្រូវធ្វើការថតបំពង់ដៃស្បូនដើម្បីវិតម្លៃថាតើបំពង់ដៃស្បូនរបស់គាត់មានការស្ទះឬក៏ការត្បៀតបំពង់ដៃស្បូនដែរឬទេទី4យើងធ្វើហើយកូស៊ីនៅមុនដំណើរការនៃការព្យាបាលលំបាកមានកូនដូចជាការបាញ់បញ្ចូលមេជីវិតទៅក្នុងស្បូនឬហៅកាត់ថា IUI ឬក៏មុនដំណើរការនៃការបង្កកំណើតក្រៅខ្លួនឬ IVF ការធ្វើហើយកូស៊ីឬក៏ការថតបំពង់ដៃស្បូននិងស្បូនដោយប្រើប្រាស់អេកូមិនអាចធ្វើនៅក្នុងលក្ខខណ្ឌខាងក្រោមទី1ស្ត្រីដែលកំពុងមានការធ្លាក់ឈាមទី2ស្ត្រីដែលមានផ្ទៃពោះទី3ស្ត្រីដែលមានការរលាកអាំងទឹកកកទី4សម្រាប់ស្ត្រីដែលមានការឈឺនៅក្នុងអាំងទឹកកកដោយមិនមានមូលហេតុច្បាស់លាស់ការថតបំពង់ដៃស្បូននិងស្បូនដែលប្រើប្រាស់អេកូល្អបំផុតគឺត្រូវធ្វើនៅចន្លោះថ្ងៃទី7ទៅថ្ងៃទី12នៃវគ្គរដូវមុនថ្ងៃធ្លាក់ពងញី